ហ្នឹងហើយបងប្អូនគ្នាបាទបន្ទាប់ពីមើល intro របស់ខ្ញុំនៅក្បាលវីដេអូហើយមានអារម្មណ៍យ៉ាងម៉េចដែរបងប្អូនគ្នាបាទបើមានអារម្មណ៍ថាស្រស់ស្រាយរំសាយខួរក្បាលអីជួយ comment ម្នាក់មួយផងបងប្អូនគ្នាបាទព្រោះអីថ្ងៃនេះមកមើលជាការវាថ្ងៃបានចែងចាំងល្អអញ្ចឹងណារាល់ដងមកមេឃវាអ៊ូអាប់ពេកពិបាកក្នុងការធ្វើដំណើរមកចំការអញ្ចឹងបងប្អូនគ្នាបាទពេលអញ្ចឹងវាស្មុគស្មាញពេកឥឡូវវារាំងបើកថ្ងៃបន្តិចហើយក៏មកមានឱកាសបានមកអញ្ចឹងបងប្អូនគ្នាបាទហើយនេះបងប្អូនគ្នាបាទគឺបន្ទាប់ពីវាភ្លៀងជន់ជ្រុំពេកឥឡូវដើមវារីកបានគ្រាន់បើបងប្អូនគ្នាបាទពីមុនដើមតូចឥឡូវដើមវារាំងគូសំហើយរីកប៉ុនរៀមដៃបងប្អូនគ្នាបាទធំជាងកើតឆ្ងាយយ៉ាងឲ្យប្រៀបធៀបជាមួយរៀមដៃតែម្ដងទៅបងប្អូនគ្នាហើយហ្នឹងបងប្អូនគ្នាបាទឃើញរាំងស្អាប់អីសូមអធិស្ឋានផងព្រោះអីវាចាំងថ្ងៃបងប្អូនគ្នាបាទហើយណាមួយកាមេរ៉ាខ្ញុំវាចូលទឹកឯមុនវារាំងមើលទៅស្អាប់បដ ாய் យ៉ាងហើយសូមអធិស្ឋានផងហើយនេះគឺជំងឺនេះអត់បាត់ទេបងប្អូនគ្នាបាទដោយសារតែសើមក៏ដូចជាមេឃភ្លៀងជន់ពេកទៅពេលអញ្ចឹងវាអត់បាត់ជំងឺនឹងទេវានៅតែកកើតមានរហូតអញ្ចឹងឯងតែយើងព្យាយាមបាញ់ថ្នាំវាបាញ់ទឹកលាងវាទៅវាបានគូសំមកវិញហ្នឹងបងប្អូនគ្នាបាទវាមានដែរតែវាមានភាគតិចអញ្ចឹងណាហើយអ្នកខ្លះគឺថាអត់មានត្រួយទេបងប្អូនគ្នាបាទសល់តែដើមឆ្កុយតែម្ដងដោយសារតែភ្លៀងខ្លាំងពេកអញ្ចឹងណាបងប្អូនគ្នាបាទពិបាកក្នុងការដាំមែនទែនពិបាកក្នុងការមើលថែមែនទែនដោយសារតែវាភ្លៀងបងប្អូនគ្នាបាទអត់មានបណ្ដាចង់បានភ្លៀងទេបងប្អូនបាទចង់បានភ្លៀងតាក់តមកខាងខ្ញុំមកខ្ញុំវេទៅឲ្យតែម្ដងបងប្អូនគ្នាបាទបាញ់តាមកង់ក៏បានតែលាក់តែ QR មកខ្ញុំបាញ់ឲ្យទាំងអស់មកគ្មានទៅទុកទេសុកចិត្តបូមទឹកបាញ់កូនកស៊ូក៏បានដែរបងប្អូនគ្នាបាទដោយសារតែភ្លៀងពេករត់ទៅពេលធ្វើការបានបងប្អូនគ្នាបាទហើយហ្នឹងវីដេអូនឹងមានតែប៉ុណ្្នឹងបងប្អូនគ្នាបាទអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ